ប្រាក់ចំណូល 1,500 មួយខែមានប្រពន្ធមិនទាន់មានកូនចង់រកចំណូលទី1ត្រូវបបួលប្រពន្ធធ្វើការទី2ណាតើប្រាក់ចំណូល 1,500 ហ្នឹងប្រាក់ចំណូលរួមពីអ្នកប្តីប្រពន្ធឬយ៉ាងណាណាបើចង់រកប្រាក់ចំណូលបន្ថែមគិតម៉ោងធ្វើការហើយដកម៉ោងទំនេរនៅសល់ប្រមាណយកម៉ោងទំនេរគិតធ្វើអ្វីដែលនាំមកនៅប្រាក់ចំណូលអាហ្នឹងរបៀបគិតអញ្ចឹងណាហើយពេលរកប្រាក់ចំណូលកុំប្រកាន់ខ្លួនមុខរបរអីការងារអីក៏ដោយឲ្យតែបង្កើតប្រាក់ចំណូលនឹងមួយទៀតប្រាក់ចំណូលបើសិនជាបង្កើនប្រាក់ចំណូលបានយឺតឧទាហរណ៍ 1,500 ស្រាប់តែរកបាន 1,700 វាតិចណាអត់អីទេដើម្បីឲ្យប្រាក់ចំណូលហ្នឹងវាធន់វាមានធន់របស់វាគឺត្រូវកាត់ចំណាយហើយដោយសារពីរអ្នកប្តីប្រពន្ធអញ្ចឹងស្រួលកាត់ចំណាយទី1គឺអត់ទទួលសម្បត្តិការទេកាលណាគេហៅការអ្នកដែលមិនស្គាល់គឺអត់ទៅស៊ីការទេអ្នកដែលគាត់ស្គាល់សើណាហើយគេហៅការអត់ទៅស៊ីការគេទេអត់ទៅហើយមិនបាច់ចងដៃទេអត់មានកំហុសទេតែអ្នកដែលធ្លាប់មកការក្មួយឯងឬក៏ចិត្តដិតមួយឯងហើយក្មួយឯងទៅស៊ីការគេកាត់បន្ថយការទៅស៊ីការគេផ្ញើចំណងដៃជំនួសការទៅអង្គុយពីអ្នកស៊ីការគេផ្ញើចំណងដៃឲ្យគេទៅចាប់ឯងដូច្នេះយើងកាត់ចំណាយលើគេស៊ីការពលនៅស្រុកខ្មែរឪម៉ែរឿងហៅស៊ីការហ្នឹងរឿងហៅស៊ីការរឿងហៅឡើងផ្ទះរឿងហៅបកក់កូនរឿងហៅអីយើងកាត់ចោលអស់